ស្អប់ស្រឡាញ់ឈ្នានីសកន្ទក់កន្ទិញព្យាបាទសង្គ្រោះស្រឡាញ់សពបែបយ៉ាងស្ងាត់ហើយនឹងមានមនុស្សដែលស្អប់ក្មួយស្ងាត់ដែរក្នុងនោះអ្នកដែលស្អប់ក្មួយក៏មានសមាជិកនៃគ្រួសាររបស់ក្មួយដែរដែលមិនចូលចិត្តក្មួយហើយនឹងស្រឡាញ់ក្មួយរឿងនេះជារឿងជីវិតពិតប្រាកដមនុស្សលោកគឺអញ្ចឹងបើមិនអញ្ចឹងមិនមនុស្សលោកទេស្អប់ស្រឡាញ់ឈ្នានីសកន្ទក់កន្ទិញព្យាបាទសង្គ្រោះស្រឡាញ់សពបែបយ៉ាងហើយក្មួយកំបួងសួងថាខ្ញុំបួងសួងយ៉ាងម៉េចឲ្យឆាកជីវិតរបស់ខ្ញុំកុំជួបរឿងអីទាំងអស់អត់បានទេមានតែមួយគឺព្យាយាមរស់ហើយប្រឈមមុខទៅក្នុងជីវិតមានតែប៉ុណ្្នឹងឯងក្មួយហើយរឿងទាំងអស់នេះក្មួយនឹងជួបនៅក្នុងឆាកជីវិតអាត្មានៅតែសរសើរអ្នកស្រីដែលបានលើកអំពីការតស៊ូក្មួយស្រីជាគំរូមួយល្អដែលអ្នកស្រីបានចែករំលែកនេះមួយស្រីនៅក្នុងសង្គមខ្មែរយើងស្ត្រីជាមេដាពិភពលោកមេដាពិភពលោកមេដាខ្លាំងឡើងណាមានរឿងអីតែបន្តិចម៉ែស្ដីឲ្យទៅយំដាក់ Facebook អត់ទេកុំហើយជួនកាលក្មួយស្រីខ្លះស្អាតទៅយំដាក់ Facebook មកដូចឆ្មាអោងទៅយំទៅយំបដើញឺស្បោបដើអូចាប់បាត់ហើយខូចសម្រស់អស់ហើយកុំក្មួយកុំរឿងជីវិតរបស់យើងកុំបង្ហាញទៅឲ្យសាធារណជនដឹងច្រើនពេកគេមិនស្គាល់យើងទេហើយគេនឹងយល់ខុសពីយើងអញ្ចឹងអាត្មាចូលរួមប៉ុណ្ណឹងខ្លីចំណុចទី1សូមក្មួយត្រូវតែស្វែងរកឲ្យឃើញថាអ្វីជាគោលបំណងរបស់យើងទី2សូមអស់លោកទាំងអស់មេត្តាចាំថានៅក្នុងឆាកជីវិតនេះអត់ស្រួលទេសូមមេត្តាកុំព្យាយាមបួងសួងសូមឲ្យជីវិតនឹងស្រួលប៉ុន្តែត្រូវធ្វើខ្លួនឲ្យខ្លាំងដើម្បីប្រឈមមុខនៅក្នុងជីវិតយោបល់អាត្មាចុងក្រោយជីវិតរបស់យើងនេះមាន2ទី1ចំណេះជំនាញទាំងអស់នឹងចិញ្ចឹមរាងកាយមានន័យថាយើងចេះមានជំនាញមានអីយើងអាចរកការងាររកអីធ្វើបានចិញ្ចឹមជីវិតបានល្អមានវិឡានៅមានអីមិនអត់ប្រសងទេណាដូចគុណអត់មានវិឡាទេនៅតាមវត្តហ្នឹងណារៀនទី2នៅក្នុងខ្លួនរបស់យើងមានសភាវៈមួយយ៉ាងឈ្មោះថាចិត្តក្មួយចំណេះវិជ្ជាគឺចិញ្ចឹមរាងកាយចំណែកគុណធម៌និងចិញ្ចឹមតម្លៃជីវិតបើក្មួយបើអស់លោកអ្នកមានចំណេះដឹងជោគជ័យនៅក្នុងជីវិតហើយត្រូវជួយបណ្ដុះគុណធម៌និងស្រោចស្រង់មនុស្សមួយចំនួនតាមណាដែលអាចធ្វើបានដើម្បីសង្គមយើងទាំងអស់គ្នាមានតែប៉ុណ្ណឹងតែស្ដាប់ព្រះអង្គទៅដូចអត់មានបង្ហាញរឿងវិធីសាស្ត្ររុស្ស៊ីអីសោះអត់មានទេ sorry សូមកូនខ្មែរគ្រប់រូបស្រឡាញ់ទឹកដីខ្លួនឲ្យខ្លាំងតាមរយៈការអភិវឌ្ឍនៃចំណេះដឹងនិងឆាកជីវិតរបស់ខ្លួនពេលខ្លះអ្វីដែលគួរឲ្យសោកស្ដាយបំផុតបរទេសខ្លះគេអាចមើលងាយយើងបានមិនមែនដោយសារគេខ្លាំងទេគឺដោយសារយើងវាអន់
អញ្ចឹងក្នុងសម័យនេះប្រទេសមួយដែលខ្លាំងគឺមានពលរដ្ឋដែលមានការចេះដឹងអញ្ចឹងដើម្បីរក្សាទឹកដីរបស់យើងពូជសាសន៍របស់យើងឲ្យថិតថេរគង់វង្សបានពលរដ្ឋខ្មែរគ្រប់រូបជាពិសេសយុវជនចំនួនថ្មីត្រូវព្យាយាមអប់រំនិងអភិវឌ្ឍខ្លួនឲ្យទទួលបានជោគជ័យមានចំណេះដឹងសូមអរគុណ